អ្នករៀនវិទ្យាសាស្ត្រចិនបុរាណក៏បានប្រាប់ខ្ញុំដែរថានៅរដូវកាលរីករាយញ៉ាំស៊ុបមានជីវជាតិទាំង8មុខនេះឲ្យបានច្រើនស៊ុបទំពាំងបាយជូរស្រស់មានជីវជាតិខ្ពស់សម្រាប់អ្នកម្ដាយដែលឧស្សាហ៍ព្យាយាមចាំបាច់ត្រូវធ្វើស៊ុបនេះឲ្យកូនញ៉ាំឲ្យបានញឹកញាប់នៅរដូវកាលរីកវាមានជីវជាតិឆ្ងាញ់និងងាយស្រួលញ៉ាំណាស់ឆ្អឹងជំនីជ្រូកដែលស្រឡះទៅទឹករួចដាក់ការ៉ុតពោតនិងគ្រាប់ល្មើក្រហម2 3គ្រាប់ថែមទឹកស្អាតរួចរំងាស់នឹងភ្លើងតិចរយៈពេល20នាទីបន្ទាប់មកចាក់មើមឆៃថាវចិនសានយ៉ូវចូលរួចរំងាស់បន្ត15នាទីទៀតថែមអំបិលគ្រាប់កោះគូជីនិងស្លឹកខ្ទឹមជាការស្រេចមើមឆៃថាវចិនសមជាមួយឆ្អឹងជំនីជ្រូករសជាតិឆ្ងាញ់ពិសាត្រូវចាំរក្សាទុកវីដេអូនេះហើយយកទៅធ្វើញ៉ាំណាមុខម្ហូបទី2មនុស្សជាច្រើនមិនដឹងទេថានៅរដូវកាលនេះត្រូវធ្វើឲ្យក្រុមគ្រួសារញ៉ាំឲ្យបានច្រើនស៊ុបនេះជាវិធីធ្វើដែលចែករំលែកដោយគ្រូពេទ្យចិនបុរាណជាងចាស់ម្នាក់វិធីធ្វើគឺសាមញ្ញហើយមានជីវជាតិពិសេសតែម្ដងត្រូវចាំរក្សាទុកវីដេអូនេះណាបកសំបកកនងរួចហាន់ជាកង់ឲ្យប៉ុនគ្នាដើម្បីកុំឲ្យនំបដូរពណ៌ឬឡើងខ្មៅដាច់ខាតត្រូវត្រាំវាក្នុងទឹកអំបិលមួយសន្ទុះសម្បកដែលបកហើយបុកឲ្យម៉ត់ទុកមួយឡែករួចដុតខ្ទះឲ្យក្តៅដាក់ប្រេងចាក់ពងទា3គ្រាប់ចូលរួចចៀននឹងភ្លើងតិចឲ្យឡើងពណ៌លឿងទុំទាំងសងខាងរួចដាក់លើជ្រញហាន់ជាដុំធំតូចតាមចិត្តមិនបាច់លាងខ្ទះទេដាក់នំចូលរួចឆានំនឹងភ្លើងខ្លាំងឲ្យល្មមឆ្អិនមនុស្សមួយចំនួនចូលចិត្តមើលវីដេអូដោយស្ងប់ស្ងាត់ប៉ុន្តែពួកគេនឹងចុចបេះដូងតូចមួយដោយស្ងាត់ដើម្បីលើកទឹកចិត្តនិងគាំទ្រមនុស្សបែបនេះគឺគួរឲ្យស្រឡាញ់បំផុតសូមអរគុណយ៉ាងជ្រាលជ្រៅចាក់ពងទាចៀនចូលបើមានលក្ខខណ្ឌដាច់ខាតត្រូវចាក់ទឹកពុះចូលធ្វើបែបនេះទើបអាចរក្សាជីវជាតិបានរួចដាំឲ្យពុះខ្លាំងរយៈពេល2នាទីដាក់បន្ទះហួតរហូហ្វូភីមួយក្តាប់រួចដាក់សាច់ជ្រូកស្រស់បន្តិចដាំឲ្យពុះខ្លាំង2នាទីទៀតសម្រសជាតិដោយដាក់អំបិលនិងប៊ីចេងរំសាយស៊ុបមាន់ចុងក្រោយរោយស្លឹកខ្ទឹមនិងគ្រាប់គោជីជាការស្រេចស៊ុបបំណងបន្ទះហួតរហូដ៏ឈ្ងុយឆ្ងាញ់រួចរាល់ហើយទឹកស៊ុបផ្អែមឆ្ងាញ់ថែមទាំងមានជីវជាតិអ្នកក៏ប្រញាប់ធ្វើឲ្យក្រុមគ្រួសារញ៉ាំទៅណាមុខម្ហូបទី3នេះជាវិធីធ្វើដែលមិត្តភក្តិរៀនពេទ្យប្រាប់ខ្ញុំគាត់ថាសូម្បីតែមនុស្សចាស់អាយុរាប់រយឆ្នាំក៏កំពុងញ៉ាំដែររសជាតិស្រាលស្រទន់មិនទ្រលាន់មានជីវជាតិខ្ពស់សមស្របបំផុតសម្រាប់មនុស្សចាស់និងក្មេងនៅក្នុងផ្ទះណែនាំឲ្យរក្សាទុកវីដេអូនេះយកការ៉ុតដែលប្អូនថ្លៃស្រីផ្ទះខាងជិតខាងឲ្យមកចិត្តសម្បកខាងក្រៅចេញទុកប្រើរួចហាន់វាជាសរសៃបន្ទាប់មកហាន់ជាបន្ទះស្ដើងទឹកខ្ទះឲ្យក្តៅដាក់ប្រេងដាក់ការ៉ុតសរសៃចូលឆាឲ្យល្មមឆ្អិនរួចដួសទុកមួយឡែកយកពងមាន់ស្រែ5គ្រាប់មិនបាច់វាឲ្យបែកទេចាក់ចូលក្នុងខ្ទះចៀនឲ្យឡើងរឹងសងខាងរួចប្រើវែកកាត់ជាដុំប៉ុនមាត់អ្នកញ៉ាំចាក់ទឹកពុះ103ដឺក្រេឲ្យពេញរួចដាំឲ្យពុះ2ទៅ3នាទីមនុស្សមួយចំនួនចូលចិត្តមើលវីដេអូដោយស្ងប់ស្ងាត់ប៉ុន្តែគាត់នឹងចុច like ឲ្យដោយស្ងាត់មនុស្សបែបនេះគួរឲ្យស្រឡាញ់ចិត្តល្អហើយថែមទាំងមានទឹកចិត្តអាណិតស្រឡាញ់ទៀតមិនដូចមនុស្សមួយចំនួនមើលហើយក៏ដើរចេញទៅបន្តិចបន្តួចក៏គ្មានទឹកចិត្តដែរភ្លាមនោះដាក់ការ៉ុតសរសៃចូលរួចថែមបង្គាក្រៀមតូច1ស្លាបព្រាដើម្បីបង្កើនរសជាតិស្រស់សម្រសជាតិដោយដាក់អំបិលម្សៅស៊ុបមាន់ប្រេងឡុង1ស្លាបព្រាមុននឹងដួសចេញរោយស្លឹកខ្ទឹមនិងគ្រាប់គូជីទៅជាការស្រេចស៊ុបការ៉ាអ៊ុតសរសៃពងទាចៀនដែលធ្វើតាមរបៀបនេះទឹកស៊ុបផ្អែមឆ្ងាញ់ជីវជាតិសម្បូរបែបសមស្របបំផុតសម្រាប់ញ៉ាំក្នុងអាកាសធាតុស្ងួតបែបនេះរៀនចេះហើយអ្នកក៏ធ្វើស៊ុបនេះឲ្យក្រុមគ្រួសារញ៉ាំដែរទៅណាមុខម្ហូបទី4នេះជាវិធីធ្វើមើមឆៃថាវចិនសានយ៉ូវដែលចុងភៅអក្សរបុរាណម្នាក់បានប្រាប់ខ្ញុំញ៉ាំទៅទឹកស៊ុបផ្អែមឆ្ងាញ់សាច់បន្ទះទន់រអិលមានរសជាតិឆ្ងាញ់វិធីធ្វើសំខាន់គឺងាយស្រួលខ្លាំងណាស់ដំបូងត្រូវហាន់មើមឆៃថាវចិនដែលបកសម្បកហើយជាបន្ទះក្រាស់សាច់ដែលហាន់ជាបន្ទះរួចត្រូវថែមអំបិលម្រេចម៉ដ្ឋចាក់ស្រាចម្អិនម្ហូប1ស្លាបព្រាដើម្បីបំបត្តិជាតិឆ្អាបម្សៅដំឡូងជ្វាក្រហម1ស្លាបព្រាបន្ទាប់មកប្រើដៃមាសដៃប្រាក់របស់អ្នកច្របល់ឲ្យសព្វរួចផ្អាប់ទុកមួយសន្ទុះថែមប្រេងបន្តិចដើម្បីរក្សាជាតិទឹកប្រេងក្តៅហើយចាក់មើមឆៃថាវចិនចូលរួចបើកភ្លើងខ្លាំងឆាឲ្យល្មមឆ្អិនបើមានលក្ខខណ្ឌអាចដាក់ឆៃថាវប្រៃចាយបន្តិចទៀតរួចឆាបន្តឲ្យធំក្លិនឈ្ងុយបន្ទាប់មកចាក់ទឹកក្តៅចូលឲ្យពេញតែម្ដងផ្សំរសជាតិដោយថែមអំបិល1ស្លាបព្រាបើភ្លើងខ្លាំងរងាស់ដំបូង5នាទីសិនចាំដាក់សាច់បន្ទះដែលផ្អាប់ទុកនោះចូលស្ងោរសាច់រហូតដល់បដូរពណ៌និងអន្តែតឡើងបុកសាច់ត្រីឲ្យម៉ត់សាច់ត្រីដែលបុកម៉ត់ហើយត្រូវឆាបន្តឲ្យឈ្ងុយខ្ញុំចែករំលែកល្បិចតូចក្នុងការធ្វើម្ហូបរាល់ថ្ងៃអ្នកគ្រាន់តែចុច follow ទៅលើកក្រោយចង់ញ៉ាំតែធ្វើមិនកើតគឺអាចស្វែងរកខ្ញុំឃើញភ្លាមដាក់ខ្ញីនិងគល់ខ្ទឹមដើម្បីបំបត្តិជាតិឆ្អាបដាច់ខាតត្រូវចាក់ទឹកដែលកំពុងពុះខ្លាំងចូលនេះជាគន្លឹះធ្វើឲ្យទឹកស៊ុបឡើងពណ៌ស្ខាប់ដូចទឹកដោះគោបើកភ្លើងខ្លាំងរងាស់10នាទីបន្ទាប់មកប្រើកន្ត្រងម៉ត់ស្រង់កំទេចឆ្អឹងត្រីចេញកុំបោះចោលពេលនេះទឹកស៊ុបត្រីឡើងពណ៌ស្ខាប់ពិតមែនហើយចាំដាក់ទៅហ៊ូទុនចូល
ព្រមទាំងផ្សិតរំជូលមាសនិងសណ្តែកខៀវដាំឲ្យពុះ2នាទីចុងក្រោយថែមអំបិលម្រេចម៉ដ្ឋរោយគ្រាប់គោជីនិងស្លឹកខ្ទឹមគឺអាចពិសាបានហើយស៊ុបត្រីកំពៅដែលធ្វើតាមរបៀបនេះមានរសជាតិឆ្ងាញ់និងមានជីវជាតិមិនបាច់បារម្ភថាកូននឹងស្លាក់ឆ្អឹងត្រីឡើយបើចូលចិត្តអ្នកអាចចុច like និងរក្សាទុកដើម្បីសាកល្បងធ្វើមើលណាមុខម្ហូបទី6តាំងពីតូចមកធ្លាប់ឬមនុស្សធំនិយាយថាស្បៃបូកូតៅហ៊ូនាំមកនៅសេចក្តីសុខសេនខ្សាន្តនៅរដូវក្តៅត្រូវញ៉ាំស៊ុបស្រាលស្រទន់បែបនេះឲ្យបានច្រើនវាមានរសជាតិឆ្ងាញ់ងាយស្រួលញ៉ាំនិងមានជីវជាតិដំបូងត្រូវយកស្បៃបូកូដាក់តៅហ៊ូដែលហាន់រួចនិងខ្ញីហាន់ជាសរសៃបើកភ្លើងខ្លាំងរំងាស់5-3នាទីបន្ទាប់មកដាក់ស្បៃបូកូចូលផ្សំរសជាតិដោយថែមអំបិលម្រេចម៉ដ្ឋរោយគ្រាប់គូជីជាការស្រេចគ្រឿងផ្សំសាមញ្ញជីវជាតិពេញលេញប្រញាប់រក្សាទុកហើយធ្វើឲ្យក្រុមគ្រួសារញ៉ាំទៅណាមុខម្ហូបទី7សុភាសិតនិយាយថាញ៉ាំមាន់មួយក្បាលនៅរដូវក្តៅសានហ្វូរាងកាយនឹងមានសុខភាពល្អពេញមួយឆ្នាំចងចាំថាពេលខកស៊ុបមាន់ដាច់ខាតកុំដាក់គ្រឿងផ្សំផ្ដេសផ្ដាសគ្រាន់តែថែមគ្រឿង3មុខនេះគឺគ្រប់គ្រាន់ហើយទឹកស៊ុបផ្អែមឆ្ងាញ់អ្វីដែលសំខាន់គឺគ្មានក្លិនឆ្អាបឡើយដំបូងសាច់មាន់ដែលកាប់ជាដុំរួចត្រូវដាក់អំបិលនិងទឹកខ្មេះស្រាំចោល5នាទីវាអាចជួយបញ្ចេញជាតិខ្វក់នៅក្នុងសាច់បានយ៉ាងលឿនទឹកខ្មេះអាចបំបត្តិជាតិឆ្អាបព្រមទាំងអាចធ្វើឲ្យសាច់ទន់លឿនផងដែរពេលនេះអ្នកហាប់មាត់មើលទៅតើវាយឺឌីខ្វក់ខ្លាំងមែនទេរួចហើយលាងជម្រះឲ្យស្អាតឡើងវិញខ្ញុំចែករំលែកមុខម្ហូបប្រចាំថ្ងៃមួយមុខរាល់ថ្ងៃចុច follow មួយទៅពេលចង់ញ៉ាំតែធ្វើមិនកើតគឺអាចស្វែងរកខ្ញុំឃើញគ្រប់ពេលប្រើដៃហែកជាដុំតូចយកទៅហ៊ូតម្លៃ$2ហាន់ជាដុំតែដើម្បីបំបត្តិជាតិស្អាតដាក់សន្លឹកសារស្អាតថ្មី5ជាចូលខ្ញុំបង្ហាញវីដេអូសន្លឹកដើម្បីកាត់ជាខ្លាំងតែលាន់នៅគឺបានថា follow លានេះពិតជាគូស្បែកខាត្រូវចាក់នេះអ្នកជួយ follow មួយដើម្បីធ្វើឲ្យទឹកស៊ុបផ្អែមឆ្ងាញ់អរគុណខ្លាំងណាស់ជៀនឲ្យឡើងលឿនព្រមទាំងស្រស់ខាងពេលប្រើវែកកាត់វាជាដុំតូចចុងក្រោយដាក់មកចាក់ទឹកដែលកំពុងពុះខ្លាំងចូលទៅទឹកស៊ុបឡើងរសខ្មៅដែលត្រាំទឹកទន់ហើយចូលផ្សំរសជាតិដោយថែមអំបិលគ្រាប់គូជីនិងស្លឹកខ្ទឹមជាការស្រេចស៊ុបមាន់ដែលខកតាមរបៀបនេះទឹកស៊ុបផ្អែមឆ្ងាញ់ធំក្លិនឈ្ងុយចម្ងាយ8ម៉ែត្រឯណោះអ្នកក៏ធ្វើញ៉ាំទៅណាមុខម្ហូបទី8ផ្ទះរបស់ខ្ញុំត្រូវធ្វើស៊ុបនេះ8ដងក្នុងមួយសប្តាហ៍ស៊ុបគ្រឿងក្នុងជ្រូកស្លឹកគោជីនេះសម្បូរជីវជាតិណាស់ទាំងមនុស្សធំនិងក្មេងសុទ្ធតែចូលចិត្តញ៉ាំវិធីធ្វើគឺសាមញ្ញដូចការដាំទឹកពុះអញ្ចឹងបេះយកតែស្លឹកគោជីរួចយកមែករបស់វាដាក់ចូលក្នុងទឹកស្អាតដាំឲ្យពុះ15នាទីត្រៀមគ្រឿងក្នុងជ្រូកតម្លៃ10យន់មានសាច់ជ្រូកថ្លើមជ្រូកពុះវានតូចក្រលៀនជ្រូកដាក់ខ្ញីហាន់ជាសរសៃអំបិលម្រេចម៉ដ្ឋប្រេងសណ្តែកដីច្របល់ចូលគ្នាឲ្យសព្វផ្អាប់ទុកពី3ទៅ10នាទីមែកគោជីដាំពុះហើយស្រង់ចេញចាក់គ្រឿងក្នុងជ្រូកដែលផ្អាប់រួចចូលក្រោយពេលពុះត្រូវល្អិតហាត់ពុះឈាមចេញរួចដាក់ស្លឹកគោជីចូលផ្សំរសជាតិដោយថែមអំបិលនិងប៊ីចេងរោយគ្រាប់គោជីនិងខ្ទឹមលីង1ស្លាបព្រាគ្រឿងក្នុងជ្រូកដែលធ្វើតាមរបៀបនេះសាច់មានភាពទន់ស្រស់ទឹកស៊ុបផ្អែមឆ្ងាញ់បើចូលចិត្តអ្នកក៏រក្សាទុកហើយធ្វើញ៉ាំទៅណា